ពិតជាឆ្ងាញ់មែនប្រហុកចិញ្ច្រាំផ្ទាប់ជាមួយនឹងស្លឹកឈើនៅលើភ្នំផ្លែឈើនៅលើភ្នំពិតជាឆ្ងាញ់អស្ចារ្យមែនបាទនេះគឺជាផ្លែអ្វីទៅនេះគឺជាទំពាំងបាយជូរបាទហើយទំពាំងបាយជូរនេះមិនមែនទំពាំងបាយជូរគេលក់នៅលើទីផ្សារទេគឺជាទំពាំងបាយជូរដែលបេះនៅលើព្រៃភ្នំតែម្ដងហើយនេះគឺជាស្លឹកអ្វីទៅនេះគឺជាស្លឹកថ្នាំងបាទស្លឹកថ្នាំងដែលមានរសជាតិជូរដែលគេយកទៅស្លម្ជូរប៉ុន្តែយើងយកមកផ្ទាប់ជាមួយនឹងប្រហុកចិញ្ច្រាំម្ទេសពិតជាឆ្ងាញ់ញ៉ាំឆ្ងាញ់ណាស់បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទនឹងនាំអារម្មណ៍ពុកម៉ែបងប្អូនទាំងអស់គ្នាទៅទស្សនាអំពីការដើរព្រៃទាំងអស់គ្នាបាទនេះគឺជាព្រៃភ្នំដែលស្ថិតនៅក្នុងខេត្តកំពង់ស្ពឺគេហៅថាភ្នំអ្នកតាបាទគឺមានអ្នកតារោងអ្នកតាមួយយ៉ាងធំនៅលើភ្នំនោះតែម្ដងហើយនេះគឺជាសកម្មភាពយើងឡើងទៅដើម្បីធ្វើជាទីតាំងសំណាក់នៅទីនោះចំនួន1ថ្ងៃឥឡូវនេះយើងឆ្នៃកន្លែងដែលយើងស្នាក់នៅចំនួន1ថ្ងៃពេញបាទនេះគឺជាដើមក្រសាំងដែលដុះនៅលើភ្នំនោះតែម្ដងហើយក្រសាំងនេះអត់ទាន់ផ្លែទេគឺជាកូនក្រសាំងទេក៏ប៉ុន្តែកូនក្រសាំងដែលដុះនៅលើភ្នំកម្រិតនេះគឺមិនមែនតិចឆ្នាំឡើយហើយឥឡូវនេះគឺយើងទៅកាប់ដើមឫស្សីព្រៃបាទនេះហើយគឺជាដើមឫស្សីព្រៃដែលដុះនៅលើព្រៃភ្នំហើយយើងលួសវាស្អាតមកដើមឫស្សីព្រៃនេះគឺបន្លាច្រើនតែម្ដងឲ្យតែកាប់គឺដឹងតែមុតកាប់គឺដឹងតែមុតហើយបាទមិនមែនមុតអីទេគឺបន្លាងមុតដៃបាទហើយយើងកាប់រៀងវែងបន្តិចមករួចយើងទៅដើររកវល្លិយកមកចងហើយឥឡូវនេះយើងក៏ទាន់រកវល្លិយើងបោះវាជារូបរាងខ្ទមរបស់យើងបាទយើងបោះវាឲ្យជាប់បន្តិចចឹងមកដើម្បីកុំឲ្យខ្យល់ព្យុះមកវាប៉ើងវារលំឥឡូវនេះយើងទៅដើររកវល្លិម្ដងបាទនេះគឺជាវល្លិទំពាំងបាយជូរព្រៃនេះគឺជាវល្លិទំពាំងបាយជូរព្រៃហើយដែលវាអត់ទាន់ផ្លែគឺយើងបោចវល្លិយកមកចងនៅទីអាស្រមរបស់យើងហើយមួយថ្ងៃហ្នឹងគឺរស់នៅលើព្រៃហ្នឹងហើយអត់មានបាយទេមានតែទឹកហើយយើងបានដាក់ប្រហុកមួយចំនួនដែរយើងនឹងដើរផ្សំនៅស្លឹកឈើនៅលើទីព្រៃនៅលើភ្នំនេះដើម្បីយកមកធ្វើជាអាហារហើយបងប្អូនចាំទស្សនាទាំងអស់គ្នាថាតើនៅលើព្រៃភ្នំនេះយើងអាចស្វែងរកអ្វីដើម្បីយកមកបរិភោគបានខ្លះដូចជាស្លឹកឈើស្លឹកល្ងាងផ្លែទំពាំងបាយជូរនិងផ្កាឈើផ្សេងទៀតបាទដែលយើងត្រូវយកមកធ្វើជាអាហារនៅក្នុងថ្ងៃនេះតែម្ដងឥឡូវនេះយើងចងជារូបរាងខ្ទមដល់កញ្ចាស់រួចហើយយើងទៅដើរស្វែងរកនៅស្លឹកឈើដើម្បីយកមកគ្របដើម្បីបានជាម្លប់ដើម្បីជ្រកបាទហើយស្លឹកនេះគេមិនដឹងថាស្លឹកអីទេគ្រាន់តែស្លឹកវាធំហើយធ្ងន់ឥឡូវនេះយើងមិនចាំបាច់មានទីតាំងឲ្យល្អប្រណិតអីទេសំខាន់ឲ្យតែចិត្តកម្ដៅថ្ងៃទៅគឺយើងអាចរស់នៅបានហើយឥឡូវនេះយើងគ្រាន់តែដាក់អញ្ចឹងមកបាទគឺថាជំនាញតែម្ដងក្នុងការធ្វើខ្ទមតែមិនជំនាញក្នុងការធ្វើផ្ទះឥឡូវនេះយើងរៀបចំប្រហុករបស់យើងដែលយើងបានដាក់មកជាស្រេចអាយយមានជ្រុញមកទៀតមានប៊ីចេងទៀតមានស្ករសទៀតបាទឥឡូវនេះគឺយើងយកប្រហុករបស់យើងយកមកដាក់នៅលើជ្រុញដើម្បីកាប់ចិញ្ច្រាំតែម្ដងបាទហើយសូមបញ្ជាក់ថាប្រហុកនេះគឺយើងបានលាងទឹកម្ដងរួចមកហើយបើសិនបើយើងយកមកចិញ្ច្រាំទាំងអត់លាងទឹកវាប្រៃខ្លាំងពេកពិបាកនឹងពិសាពិបាកនឹងឆៃពិបាកនឹងហូបខ្លាំងបាទឥឡូវនេះគឺយើងយកកំបិតដ៏សែនមុតរបស់យើងមកចិញ្ច្រាំវាតុក
កំបិតមិញហ្នឹងយើងកាប់រស័យឥឡូវយើងមកចិញ្ច្រាំប្រហុកម្ដងបាទអូជំនាញក្នុងការចិញ្ច្រាំប្រហុកហើយនេះបងប្អូនអញ្ជើញទស្សនាទាំងអស់គ្នាមួយថ្ងៃនេះគឺយើងហូបតែប៉ុណ្្នឹងទេបាទហើយបើសិនបើបងប្អូនអាចចង់ធ្វើដូចខ្ញុំបងប្អូនអាចដាក់ជាអង្ករបន្តិចមកដាក់កូនចានច្រាក់មួយតាមចាក់ទៅទឹកសុទ្ធបន្តិចចូលឬក៏យើងដើរដួសទឹកនៅតាមទីក្រហែងថ្មយកមកដាំបាយហូបក៏តែបានដែរអូខេដូចគ្នាតែខ្ញុំមិនសាំញ៉ាំច្រើនខ្ញុំយកតែប្រហុកមកទេហើយខ្ញុំដើរស្វែងរកផ្លែឈើមើមឈើយកមកដាក់ដើម្បីបរិភោគព្រោះមួយថ្ងៃតែម្ដងអត់ឥឡូវគឺយើងដាក់នៅស្ករសបាទបន្ទាប់មកថែមប៊ីចេងបន្តិចដើម្បីឲ្យមានរសជាតិឆ្ងាញ់ហើយសូមអព្យាស្រ័យបងប្អូនផងដែរនេះជាការបញ្ចូលសំឡេងក៏ប៉ុន្តែមិនមែនជាអ្នកជំនាញបញ្ចូលសំឡេងទេបងប្អូនមើលសកម្មភាពផងស្ដាប់សំឡេងផងអូយពិតជាចូលជាតិគ្នាតែម្ដងបាទសូមអរគុណហើយបើបងប្អូនមិនទាន់បានចុច Subscribe នៅ Channel របស់ខ្ញុំទេសូមបងប្អូនជួយចុច Subscribe បើបងប្អូនទស្សនាក្នុង Facebook សូមបងប្អូនជួយចុច Like Page បាទចុច Follow បាទហើយបើបងប្អូនមើលតាម YouTube បងប្អូនជួយចុច Subscribe ឬក៏សញ្ញាជាវបើជាអក្សរខ្មែរគឺគេដាក់សញ្ញាជាវបាទសូមអរគុណបាទឥឡូវនេះគឺយើងបានច្របល់គ្រឿងមានម្ទេសផងមានប៊ីចេងផងមានស្ករសផងបាទដាក់ចូលគ្នាដាក់ទឹកចូលបន្តិចកូរតែម្ដងមើលទៅនិយាយពីថាជាតិនោះជាតិដល់កអើយហូបជាមួយអីក៏ទៅបានដែរបាទនៅទីព្រៃភ្នំជាផងខ្យល់អាកាសបរិសុទ្ធមានភេសជ្ជៈមានទឹកក្រូចមានអាហារធម្មជាតិបែបនេះគឺយើងហូបឆ្ងាញ់ពិសាណាយើងធ្វើការងារហត់ជារឿងផ្សេងថ្ងៃទំនេរយើងដើរព្រៃយើងហូបអីនៅតាមព្រៃគឺជារឿងផ្សឹងបាទហើយយើងដើរមករកផ្លែឈើបាទដើររករបស់របរផ្សេងដែលយើងយកទៅបរិភោគថ្ងៃហ្នឹងឥឡូវនេះយើងបានមកជួបនឹងផ្លែទំពាំងបាយជូរបាទនេះគឺជាទំពាំងបាយជូរក៏ប៉ុន្តែទំពាំងបាយជូរនេះគឺជាទំពាំងបាយជូរព្រៃហើយរសជាតិរបស់វាមិនដូចជាទំពាំងបាយជូរស្រុកនោះទេនេះគឺជាទំពាំងបាយជូរព្រៃខ្ចីហើយពណ៌ក្រហមរាងក្រមៅគឺជាទំពាំងបាយជូរចាស់ហើយបើខ្មៅក្រឹបតែម្ដងគឺជាទំពាំងបាយជូរទុំបាទនេះគឺជាទំពាំងបាយជូរទុំហើយដែលវាដុះនៅលើព្រៃនោះគឺរាប់សិបឆ្នាំមកហើយដើមណាចាស់ទៅក៏ងាប់ទៅដើមណាថ្មីក៏ដុះបន្តហើយបងប្អូនខ្លះគាត់យកទៅត្រាំស្រាផឹកបាទហើយឥឡូវនេះខ្ញុំមិនចេះត្រាំស្រាផឹកអីទេខ្ញុំដើរបេះវាដើម្បីយកទៅផ្ទាប់ជាមួយនឹងប្រហុកចិញ្ច្រាំអំបិលមិនមានអំបិលទេប្រហុកចិញ្ច្រាំម្ទេសបាទឥឡូវនេះគឺយើងមកដល់ស្លឹកអីមួយយ៉ាងទៀតហើយអូនេះគឺជាស្លឹកល្ងៀងបាទដែលបងប្អូនថាស្លឹកល្ងៀងហ្នឹងគឺដើមវានៅតាមព្រៃភ្នំអញ្ចឹងបាទហើយស្លឹកល្ងៀងនេះគឺមានរសជាតិជូររាងចាត់បន្តិចជូរបន្តិចបាទគឺថាបើយើងខាំក្រឹបគឺចេញទឹកមាត់ច្រោកតែម្ដងបាទនេះគឺស្លឹកល្ងៀងហើយយើងដាក់បេះវាយកត្រួយខ្ចីអញ្ចឹងមកធ្លាក់ភ្លៀង1មេ2មេគឺលាស់ហើយបាទលាស់ទាំងស្មៅលាស់ទាំងស្លឹកឈើផ្សេងបងប្អូនណាដើរនៅលើព្រៃអញ្ចឹងណាបើសិនបើមិនស្គាល់ប្រភេទដើមឈើទេហ្នឹងដើមឈើខ្លះគ្រាន់តែយើងដើរក្បែរឬដើររស់តែបន្តិចហ្នឹងលមាស់មិនឈប់ទេបាទនេះអូស្អីនេះសត្វកំភេមបាទសត្វកំភេមតែចិត្តដល់រដូវភ្ជុំបិណ្ឌគឺកំភេមមានច្រើនណាស់មកស៊ីស្លឹកឈើនៅតាមព្រៃនៅតាមភ្នំបាទហើយកាលពីក្មេងៗតែបានកំភេមចេះចាប់ចងកវីឆ្លាបអីហើប៉ុណ្ណាំងគ្នាដូចអីអញ្ចឹងហើយនេះរូបរាងស្អាតណាគេថាអោកំភេមក្រមុំសំសួនណាសុំតែងខ្លួនល្មិចព្រឹក្សាហ្នឹងតើកំភេមតែងបង្អួតអ្នកណាបាទខ្ញុំអត់ចេះច្រៀងទេខ្ញុំចេះតែអានអញ្ចឹងចេះតែនិយាយអញ្ចឹងបាទតែបើមានធុងបាសមានក្បាលមីក្រូខ្ញុំហើយតែឥឡូវយើងទៅមុខទៀតឥឡូវនេះគឺយើងមកដល់វល្លិថ្នឹងនេះមិនមែនដើមទេណាគឺជាវល្លិ
គេហៅថាស្លឹកថ្នាំងគេយកស្លម្ជូរសាច់គោម្ជូរត្រីម្ជូរអីក៏តបានដែរឲ្យតែស្លម្ជូរដាក់ស្លឹកថ្នាំងទៅគឺតែជូរជ្រះបាទមិនមែនជូរមុំចាស់ទេគឺជូរជ្រះស្រឡះឆ្ងាញ់តែម្ដងបាទហើយស្លឹកថ្នាំងនេះគឺជាប្រភេទវល្លិដែលរុំដើមផ្សេងដើម្បីឡើងទៅខាងលើដើម្បីមានផ្កាមានផ្លែបាទតែអត់ទាន់មានផ្លែទេគឺមានតែផ្កានៅឡើយយើងអាចហូបបានទាំងស្លឹកយើងអាចហូបបានទាំងផ្កាយើងអាចហូបបានទាំងផ្លែក៏ប៉ុន្តែខ្ញុំមកបោចនេះគឺមិនដាច់ពូជទេនៅច្រើនណាស់នៅលើព្រៃភ្នំនេះឥឡូវនេះគឺយើងប្រមូលស្លឹកឈើមើមឈើវល្លិផ្សេងណាផ្លែទំពាំងបាយជូរផងអីផងយើងយកមកដល់ទីតាំងយើងដែលត្រូវបរិភោគហើយឥឡូវនេះគឺយើងរៀបចំនៅក្នុងឆ្នាំងខ្ទះបានយ៉ាងស្អាតប្រណិតហាក់ដូចជាអាហារមកពីឋានលើព្រៃភ្នំណានៃណាមកអញ្ចឹងគឺនៅលើព្រៃភ្នំពិតមែនបាទឥឡូវគឺយើងស្លាក់ឥឡូវនេះគឺយើងសាក់ស្លឹកល្ងៀងមកនិយាយពីថាចេញទឹកមាត់ច្រោកតែម្ដងបាទស្លឹកល្ងៀងនេះគឺមានរសជាតិជូរបន្តិចចត់បន្តិចក៏ប៉ុន្តែបានផ្ទាប់ជាមួយនឹងប្រហុកចិញ្ច្រាំម្ទេសនេះគឺពិតជាឆ្ងាញ់ដល់កអើយបើឃើញប៉ុណ្ណេះហើយមិនលាបទឹកមាត់ទៀតណាបងប្អូនបាទសូម្បីតែខ្ញុំមើលវីដេអូខ្លួនឯងម្ដងទៀតហ្នឹងក៏ចេញទឹកមាត់ទៀតដែរហើយបើសិនជាខ្ញុំចង់ហូបម្ដងទៀតក៏អត់ឆ្ងាយដែរបាទខ្ញុំជិះទៅតែកន្លះម៉ោងដល់ហើយខ្ញុំឡើងលេងមកព្រឹកថ្ងៃត្រង់មួយថ្ងៃវោះល្ងាចទៅឯងលើព្រៃភ្នំអត់ខ្វល់ពីអ្នកណាចង់ឡើងអ្នកណាខ្លាចក្តៅអ្នកណាខ្លាចចុកជើងខ្ញុំឲ្យតែថាទំនេះទៅប្រុចបាទហើយរស់នៅបែបនេះចង់រឹងដេកធ្វើខ្ទមមួយដេកនៅលើព្រៃភ្នំហ្នឹងតែម្ដងបាទឥឡូវនេះគឺមកដល់ផ្លែទំពាំងបាយជូរដែលយើងបេះមិញហ្នឹងផ្លែទំពាំងបាយជូរនេះគឺមានរសជាតិជូរផ្អែមបន្តិចជូរហើយនឹងកាត់មាត់វាមិនឆ្ងាញ់ផ្អែមខ្លាំងដូចទំពាំងបាយជូរដែលនៅលើទីផ្សារទេបាទហើយនេះទុំហើយជូរចត់បន្តិចរៀងកាត់មាត់បន្តិចមាស់កបាទពេលដែលបរិភោគហើយគឺរៀងរមាស់មាត់ក៏ប៉ុន្តែបានផ្ទាប់ជាមួយនឹងប្រហុកចិញ្ច្រាំហិលបែបនេះនិយាយពីថាឆ្ងាញ់ផ្ដាំចាស់ហើយបើថាញ៉ាំវិញគឺថាมันចង់ឈប់ហើយក៏ប៉ុន្តែកុំញ៉ាំច្រើនពេកក៏វាមិនល្អសម្រាប់ពោះវៀនយើងដែរបាទអីដោយឲ្យតែយើងញ៉ាំច្រើនគឺមិនល្អតែទាំងអស់សូម្បីតែស្លឹកថ្នាំងនេះមានរសជាតិជូរយកជូរមកផ្ទាប់ជាមួយនឹងប្រហុកចិញ្ច្រាំម្ទេសដែលមានរសជាតិប្រៃហឹរផ្ទាប់ជាមួយជូរនេះគឺថាដាក់ទៅហៀទឹកមាត់ច្រោកឆ្ងាញ់តែម្ដងបាទលេបទឹកមាត់ទៀតឆ្ងាញ់មែនជូរផងប្រៃផងឆ្ងាញ់របស់គេបាទឥឡូវនេះយើងដាក់ថែមទៀតនៅច្រើនណាស់ស្លឹកឈើយើងបេះមកអត់ទាន់អស់មុខទេយើងដើរបេះមិញហ្នឹងគឺអត់ទាន់គ្រប់មុខស្លឹកឈើដែលយើងត្រូវបរិភោគនៅលើភ្នំហ្នឹងទេក៏ប៉ុន្តែយើងខ្ជិលដើរបេះដែរបាទយើងបានតែប៉ុណ្្នឹងមួយរស់មួយថ្ងៃហ្នឹងទៀតហើយនេះលើកបង្ហាញបងប្អូនច្បាស់បន្តិចមើលចានេះស្លឹកល្ងៀងបាទស្លឹកល្ងៀងខ្ចីហ្នឹងគេហៅថាស្លឹកល្ងៀងង៉ែតស្លឹកល្ងៀងមួយទៀតគេហៅថាស្លឹកល្ងៀងងាយើងបរិភោគបានដែរក៏ប៉ុន្តែអត់ឆ្ងាញ់ស្លឹកល្ងៀងនេះគេហៅថាស្លឹកល្ងៀងង៉ែតយើងបរិភោគទៅគឺមានរសជាតិជូរបន្ទាប់ជាមួយនឹងស្លឹកអ្វីផ្សេងទៀតដូចជាស្លឹកម្កាក់តែយើងអត់បានបេះទេបាទស្លឹកត្របែកក៏យើងអត់បានបេះដែរឬក៏យើងមានជាទំពាំងដែលយើងជីកមកយកមកអាំងហើយជ្រលក់នៅប្រហុកហ្នឹងក៏បានដែរក៏ប៉ុន្តែយើងអត់បានធ្វើអញ្ចឹងទេដើម្បីកុំឲ្យវីដេអូនេះវែងពេកបងប្អូនមើលអត់ចប់នាំឲ្យបងប្អូនធុញបាទវែងពេកធុញហើយអញ្ចឹងបងប្អូនកុំធុញអីមើលកំសាន្តពេលដែលខ្ញុំថតជាវីដេអូឲ្យបងប្អូនមើលដូចជាបងប្អូនបានទៅជាមួយខ្ញុំអញ្ចឹងដែរមានអារម្មណ៍ស្រស់ស្រាយបាទពេលខ្លះយើងនៅផ្ទះយើងគឺតែបបួលគ្នាផឹកដាក់មកកេះដាក់មកយួរ
អូសុខភាពមិនល្អដូចខ្ញុំដើរព្រៃទេបាទក៏ប៉ុន្តែដើរព្រៃក៏គួរតែប្រយ័ត្នដែរសុខភាពល្អមិនល្អអីតែដល់ពុកទៅគឺដេកស្ដុកស្ដឹងម្នាក់ឯងបាទឥឡូវនេះមានអីដាក់កូកាទៅមកដបមកកំប៉ុងដែរហ្នឹងថានៅផ្ទះចោះផឹកអីនៅលើព្រៃភ្នំដាក់ទៅដែរហ្នឹងបាទប៉ុន្តែយើងហូបតិចតួចទេអត់អីទេគ្រឿងកំប៉ុងកុំឲ្យតែយើងហូបច្រើនពេកបាទសូមអរគុណចំពោះការទស្សនាវីដេអូពីដើមរហូតដល់ចប់សូមជួយចុច Subscribe ម្នាក់មួយផងណាសូមអរគុណ